សម្រាប់ឆ្នាំដែលមានសំណាងល្អនៅក្នុងខែឧសភាដែលជាខែម្សាញ់ទី1នោះគឺមានឆ្នាំវកតែម្ដងចំពោះអ្នកដែលមានឆ្នាំវកទំនោរជានៅក្នុងខែ5នេះនឹងមានសំណាងផ្នែកខាងលុយកាក់អាជីពការងារមុខរបរក៏រមែងរីកលូតលាស់ដុះដាលល្អណាទាំងទំនាក់ទំនងនៅក្នុងសង្គមនិងទំនាក់ទំនងក្នុងក្រុមគ្រួសារនៅក្នុងខែ5នេះគឺល្អប្រសើរមែនទែនសម្រាប់អ្នកដែលមានឆ្នាំវកដែលមានអាយុក្រោម35ឆ្នាំអ្វីត្បិតតែនៅក្នុងខែនេះល្អមែនប៉ុន្តែក៏បីក៏មានការលេះលោះច្រើននៅក្នុងរបបការងារចំពោះឆ្នាំវកដែលមានអាយុចាប់ពី35ឆ្នាំឡើងជាពិសេសឆ្នាំវកអាយុ59ឆ្នាំគឺល្អខ្លាំងមែនទែនអាចនិយាយថាបុគ្គលដែលមានឆ្នាំវកដែលមានសក់ស្កូវលបាយអាចខ្លាប្រៀបប្រដូចទៅនឹងស្វាចាស់ដែលមិនតោងមែកពុកឬបាក់ទេអញ្ចឹងនៅក្នុងខែនេះគឺជាខែល្អសម្រាប់អ្នកដែលមានឆ្នាំវកសម្រាប់ឆ្នាំរកានៅក្នុងខែឧសភានេះគឺល្អនឹងមានសំណាងទៅលើអាជីពការងារនិងរបររកស៊ីមានអតិថិជនឬក៏មានភ្ញៀវច្រើនមកគាំទ្រទៅលើផលិតផលនិងសេវាកម្មរបស់ខ្លួនតែចំពោះអ្នកមានឆ្នាំរកានៅក្នុងខែឧសភានេះទោះជាមានភាពមមាញឹកយ៉ាងណាក៏ដោយណាបំរាមនោះគឺមិនគួរមានមោទនភាពលើខ្លួនឯងជ្រុលបង្កើតទៅជារឿងឆ្មើងឆ្មៃឈានទៅដល់ការស្ដីបន្ទោសឬក៏និយាយបង្អាប់ទៅលើក្រុមការងារណាមួយឬក៏អតិថិជនណាដែលនឹងធ្វើឲ្យមានការអាក់អន់សពុនចិត្តចំពោះក្រុមការងារឬក៏អតិថិជនដែលមកគាំទ្រទៅលើតំណែងនិងសេវាកម្មរបស់ខ្លួនណាចំពោះឆ្នាំឆ្លូវគឺជាឆ្នាំដែលមានសំណាងល្អទី3នៅក្នុងខែឧសភានេះសម្រាប់អ្នកដែលមានឆ្នាំឆ្លូវនៅក្នុងខែនេះគឺជាខែនៃការសម្រេចមិនថាការងារតូចការងារធំឬបញ្ហាអីផ្សេងទេក៏រមែងនឹងសម្រេចបានផលល្អនៅក្នុងខែនេះឯងមានលៀបនឹងទទួលបានការគោរពស្រឡាញ់គាំទ្រនិងមានការជ្រោមជ្រែងពីមនុស្សជុំវិញខ្លួននិងអ្នកធំសម្រាប់អ្នកឆ្នាំឆ្លូវមិនគួរមានការរឹងរូសឬរឹងតឹងពេកទេណានៅក្នុងឆ្នាំនេះ2026តែម្ដងណាគឺត្រូវតែចេះស្ដាប់គំនិតយោបល់របស់អ្នកដទៃដើម្បីយកមកកែលម្អនិងកាត់បញ្ហាចោលទើបអាចឆ្លងផុតបញ្ហានៅក្នុងឆ្នាំ2026នេះដោយរលូនណានេះសម្រាប់អ្នកឆ្នាំឆ្លូវផ្ទាល់តែម្ដង